បានសួស្តីបងប្អូននេះគឺជាធំចលៀមបានសួស្តីបងប្អូនថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនអំពីការយើងចំចលៀមក្រហមដើម្បីឲ្យបំលែងកាត់សំណើមបាយដែលអាចទាញយកបានទាំងជាពុកទឹកនិងជាពុកគោបងប្អូនការដែលចំចលៀមក្រហមនេះខ្ញុំនេះគឺយើងបានផលប្រយោជន៍ពីរគឺទី1យើងបានសាច់ចលៀមករណីបងប្អូនមានចំមន់ចំជាអីបងយកអាសាច់ចលៀមហ្នឹងគឺជាចំណៃមន់ចំណៃជាឬក៏ចំណៃត្រីទៅហើយមួយទៀតគឺយើងអាចប្រមូលជីទឹករបស់វាទៅបានហើយនឹងយើងអាចប្រមូលទៅយកគេយកជីគោរបស់វាទៅបានដែរគឺវាងាយស្រួលដែលយើងចំតាមទីប្រជុំជនដែលបងប្អូនពិបាករកទីធ្លាជាពិសេសគឺបងប្អូនដែលគាត់អត់មានគោមុខសាច់គាត់បងប្អូនអាចចំបានដូចបងប្អូនប្រើដីយកដីធ្វើជាស្បុករបស់វាដើម្បីកាច់ស្បុកហើយបន្ទាប់មកបងប្អូនត្រូវមានចំណៃរបស់វាហ្នឹងគឺពពួកកាត់សម្រាប់បានបន្លែផ្លែឈើទាំងតែបងប្អូនអាចចំវាដូចធំខ្ញុំចេះហើយសម្រាប់បងប្អូនដែលគាត់ត្រូវការពូជបងប្អូនអាចចំណេះទៅខ្ញុំមកខ្ញុំលក់ពូជហើយនឹង